បាទសួស្តីបងបងនឹងហើយដោយដែលបានសន្យាជាមួយបងបងអញ្ចឹងខ្ញុំធ្វើវីដេអូនេះមួយបន្ថែមដើម្បីមេរៀន module ទី2របស់យើងហ្នឹងខ្លាចលោការដែលខ្ញុំបញ្យល់ម៉ោង master class ហ្នឹងវាអត់សូវច្បាស់អត់សូវអីចឹងណាតែចឹងហើយឥឡូវវីដេអូនេះគឺដើម្បីបន្ថែមជំនួយបន្ថែមទៅក្នុងការចូលធ្វើនៅលើ platform របស់យើងក្នុង module ទី2ដែលនិយាយអំពីផែនទីបង្ហាញដៃគូប្រកួតប្រជែងឬក៏ competition map អញ្ចឹងមានចំណុចទាំងអស់នេះដែលនឹងនិយាយនៅក្នុង slide របស់យើងក៏ប៉ុន្តែខ្ញុំអត់ទាន់ចូលលម្អិតឥឡូវហ្នឹងទេនឹងបន្ទាប់ទៀតអញ្ចឹងក្នុង module ទី1បើសិនជាបងបានបំពេញហើយនោះបងបានកំណត់រួចហើយនៅចំណុចដែលខ្ញុំគូសធីសបៃតងទាំងអស់នេះមានដូចជាទី1 value proposition ហ្នឹងគឺបងកំណត់បានហើយដែលក្នុងនោះយើងកំណត់ឃើញថាតើយើងមាន customer segment ណាខ្លះមានក្រុមអតិថិជនណាខ្លះយើងក៏កំណត់ផងដែរដឹងថាតើយើងមានផលិតផលឬក៏សេវាកម្មអីគេខ្លះក្នុងនឹងមកមើលផ្នែកខាងcustomer segment ឬក៏អតិថិជនរបស់យើងថាតើពួកគាត់ចង់បាន benefit ឬក៏ផលទទួលបានអីគេហើយពួកគាត់មានការឈឺចាប់ការលំបាកឬក៏ pain ហ្នឹងអីគេខ្លះក្នុងនោះដែរថាតើគាត់ចង់សម្រេចកិច្ចការអីគេ job to be done ដែលពួកគាត់ចង់សម្រេចពេលដែលគាត់ប្រើផលិតផលឬក៏សេវាកម្មរបស់យើងហ្នឹងគឺអីគេគឺយើងបានកំណត់នៅក្នុង module ទី1ហើយអស់ហើយអញ្ចឹងមកក្នុង module ទី2នេះនៅត្រង់ចំណុចទាំង3នេះដែលមានផលទទួលបាន benefit ការឈឺចាប់ការលំបាកឬក៏ pain ហ្នឹងហើយជាមួយនឹង job to be done កិច្ចការចង់សម្រេចបានរបស់អតិថិជនហ្នឹងគឺសំខាន់ដោយសារយើងត្រូវយកអាហ្នឹងមកប្រើបន្តធ្វើនៅក្នុង module ទី2យើងនេះទៀតអញ្ចឹងក្នុង module ទី2នេះខ្ញុំចង់សង្កត់រំលឹកទៅវិញថានៅក្នុងចំណុច3មិននេះចំណុច3នេះហ្នឹងគឺមាន job to be done GTBD ហ្នឹងគឺពាក្យកាត់ job to be done កិច្ចការដែលអតិថិជនចង់សម្រេចបាននៅពេលគាត់ប្រើផលិតផលឬក៏សេវាកម្មរបស់យើងមាន pain ការលំបាកការឈឺចាប់អីផ្សេងមាន gains ឬក៏ benefit ផលទទួលបានដែលអតិថិជនយើងចង់បានហ្នឹងអញ្ចឹងបើប្រៀបធៀបទៅវាចេះjob to be done ហ្នឹងវាដូចជា goal អញ្ចឹងជា goal ដៅមួយដែលពេលបើគាត់ទិញផលិតផលរបស់យើងឬក៏សេវាកម្មរបស់យើងគាត់ចង់ទទួលបានអីគេគាត់ចង់សម្រេចបានអីគេហើយ pain ឬក៏ការឈឺចាប់ការលំបាកហ្នឹងវាជាឧបសគ្គនៅតាមផ្លូវហ្នឹងនៅពេលដែលយើងនិយាយពេលដែលគាត់ចង់ទៅសម្រេចបាន job to be done ហ្នឹងគឺគាត់ជួប pain ជួបការលំបាកអីគេខ្លះដែលរារាំងគាត់អត់ឲ្យគាត់សម្រេចបានអា job to be done ហ្នឹងហើយសម្រាប់ gain ឬក៏ benefit ហ្នឹងវាគឺជាផលទទួលបានជាសារៈប្រយោជន៍អីផ្សេងដែលគាត់ទទួលបានពេលដែលគាត់ប្រើផលិតផលរបស់យើងតាមផ្លូវទៅដល់ការដែលគាត់សម្រេច job to be done ឬក៏កិច្ចការរបស់គាត់ចង់សម្រេចបានហ្នឹងក្នុងហ្នឹងខ្ញុំបកចូលមកត្រង់ចំណុចនេះតកតង job to be done កិច្ចការអតិថិជនដែលគាត់ចង់សម្រេចហ្នឹងហើយខ្ញុំយកឧទាហរណ៍អាជីវកម្មសម្ភារៈកែច្នៃយកមកធ្វើជាឧទាហរណ៍ដោយសារយើងក្នុង module ទី1ក៏និយាយច្រើនពីហ្នឹងហើយអញ្ចឹងក្នុងហ្នឹងដូចដែលធ្លាប់បង្ហាញនៅក្នុង module ទី1អញ្ចឹងក្នុងនេះយើងកំណត់សម្រាប់យកក្រុមអតិថិជន customer segment យើងហ្នឹង2ក្រុមទី1ពណ៌ខៀវនេះអ្នកលក់សម្ភារៈកែច្នៃបោះដុំមានអ្នកលក់បោះដុំទី2customer segment ឬក្រុមអតិថិជនយើងមួយទៀតហ្នឹងគឺអ្នកប្រើប្រាស់ផ្ទាល់ហើយជាបរទេសអាហ្នឹងជាក្រុមមួយទៀតអញ្ចឹងមាន2ក្រុមហ្នឹងយើងកំណត់មកហើយសួរថាតើកិច្ចការអតិថិជនអីគេខ្លះដែលគាត់ចង់សម្រេចបានអញ្ចឹងក្នុងហ្នឹងពេលដែលយើងកំណត់ឬក៏សិក្សាពី job to be done ហ្នឹងគឺចែកចេញជា3កន្លោនហ្នឹងមាន functional ទួនាទីរបស់វាហើយមួយទៀត personal ហើយនិង social អញ្ចឹងសម្រាប់ functional ហ្នឹងសម្រាប់ customer segment ជាប្រភេទអ្នកបោះដុំតើពេលដែលគាត់រកស៊ីជាមួយយើងឬក៏ប្រើផលិតផលសេវាកម្មរបស់យើងគាត់ចង់សម្រេចបានអីគេមុខងារអីគេអញ្ចឹងក្នុងនោះសម្រាប់អ្នកលក់បោះដុំសម្ភារៈកែច្នៃប្រហែលជាគាត់អាចថាគាត់ចង់តែសម្រេចការងារមួយទេគឺធ្វើម៉េចឲ្យគាត់អាចមានផលិតផលកែច្នៃសម្រាប់លក់បោះដុំនឹងគ្រប់អានឹងជាការងារមួយដែលគាត់ចង់សម្រេចបានជាមុខងារមួយដែលគាត់ចង់សម្រេចបានហើយមកចង់ត្រង់ចំណុច
personal ថាតើគាត់ចង់មានអារម្មណ៍បែបម៉េចពេលដែលគាត់រកស៊ីមួយយើងឬក៏ប្រើប្រាស់ផលិតផលរបស់យើងណាក្នុងនាមយើងនេះគឺជាអ្នកធ្វើអាជីវកម្មលក់សម្ភារៈកែច្នៃហើយយើងលក់ទៅឲ្យ customer segment របស់យើងអ្នកដែលអតិជនក្រុមអតិជនគោលដៅរបស់យើងមួយហ្នឹងគឺអ្នកលក់បោះដុំអញ្ចឹងពេលដែលគាត់សម្ដេចចិត្តថាប្រើផលិតផលយើងទិញផលិតផលពីយើងក្នុងបរិមាណច្រើនហ្នឹងគឺគាត់ប្រហែលជាចង់មានអារម្មណ៍មួយគឺគាត់អាចទុកចិត្តបានទៅលើគុណភាពជាពិសេសនៅពេលគាត់ទិញបរិមាណច្រើនអញ្ចឹងក្នុងនាមយើងជាអ្នកធ្វើអាជីវកម្មហ្នឹងយើងអាចធានាឲ្យគាត់បានថាគាត់នឹងទទួលបានសម្ភារៈកែច្នៃក្នុងបរិមាណច្រើនហើយគុណភាពគឺធានាឲ្យល្អហើយមួយទៀតអាចថាគាត់ចង់ឲ្យមានអារម្មណ៍ថាគាត់ទុកចិត្តថាយើងធានាតម្លៃដែលលក់ឲ្យគាត់ក្នុងបរិមាណច្រើនហ្នឹងគឺតម្លៃល្អប្រកួតប្រជែងជាមួយនឹងទីផ្សារសម្រាប់គាត់ចឹងទៅឬក៏អាចមួយចំណុចទៀតគឺពាក់ព័ន្ធនឹងតកតងការទូទាត់ប្រាក់អាចថាយើងពេលដែលគាត់សម្រេចចិត្តរកស៊ីមួយយើងគាត់ចង់មានអារម្មណ៍គាត់ទុកចិត្តថាយើងប្រហែលជាអាចមានលក្ខណៈថាលក្ខខណ្ឌទូទាត់ប្រាក់ពិសេសណាមួយជូនគាត់ចឹងទៅគាត់អាចចង់មានអារម្មណ៍ចឹងដែរហើយសម្រាប់មកផ្នែក social នេះវិញគឺពាក់ព័ន្ធទៅនឹងថាតើគាត់ចង់ឲ្យគេមើលមកគាត់នឹងឃើញថាជាអ្នករកស៊ីបែបម៉េចចឹងក្នុងហ្នឹងពេលដែលគាត់រកស៊ីមួយយើងគាត់ទិញសម្ភារៈកែច្នៃពីយើងប្រហែលជាគាត់គិតថាគាត់អាចចង់ឲ្យគេឃើញមកគាត់នឹងថាជាអ្នកគ្រប់គ្រងផលិតផលក្នុងស្រុកឬក៏ចំណុចទី2អាចថាពេលដែលគាត់ទិញពីយើងធានាថាយើងផ្គត់ផ្គង់ឲ្យគាត់គ្រប់ហើយទៀងទាត់អញ្ចឹងវានឹងធ្វើឲ្យគាត់អាចបង្កើតជារូបភាពមួយសម្រាប់ខ្លួនឯងពេលដែលគាត់លក់សម្ភារៈហ្នឹងតែអតិថិជនរបស់គាត់វិញណាគឺឲ្យគេឃើញមកគាត់ហ្នឹងថាជាអ្នកដែលរកស៊ីអាជីវកម្មសម្ភារៈកែច្នៃដែលគេកំងប្រមាណក៏អាចផ្គត់ផ្គង់បានដែរអត់ចេះខ្វះទេគាត់ចង់ទទួលបានអាហ្នឹងឲ្យគេមើលឃើញមកគាត់ថាជាអញ្ចឹងដែរហើយនឹងមួយចំណុចទៀតអាចថាគាត់ដូចតែគាត់រកស៊ីមួយយើងអញ្ចឹងគាត់ចង់ឲ្យអតិថិជនរបស់គាត់ហ្នឹងមើលមកគាត់ថាតម្លៃដែលគាត់លក់ឲ្យអតិថិជនរបស់គាត់ហ្នឹងគឺធានាតម្លៃឲ្យហើយនឹងគុណភាពឲ្យទៀតអាហ្នឹងសម្រាប់ក្រុមអតិថិជនអ្នកលក់សម្ភារៈកែច្នៃបោះដុំសម្រាប់អ្នកដែលគាត់ប្រើប្រាស់ផ្ទាល់ដែលជាជនជាតិបរទេសអញ្ចឹងគាត់អាចថាកិច្ចការងារដែលគាត់ចង់សម្រេចបាន job to be done របស់គាត់ហ្នឹងអាចថាតកតង functional គឺគាត់គ្រាន់តែចង់បានសម្ភារៈមួយកែច្នៃសម្ភារៈកែច្នៃដែល premium យកទៅប្រើគាត់ចង់សម្រេចបានអាហ្នឹងតែគាត់បានសម្ភារៈកែច្នៃ premium ទៅប្រើគឺគាត់ជោគជ័យហើយគាត់សម្រេចហើយហើយមួយទៀតអាចថាគាត់ចង់មានសម្ភារៈកែច្នៃប្រើប្រាស់ប្រចាំថ្ងៃហ្នឹងឲ្យវាសម្បូរបែបគាត់ចង់បានអញ្ចឹងអាហ្នឹងជាអាចថាកិច្ចការឬក៏ការងារមួយទៀតដែលគាត់ចង់សម្រេចបានដែរពេលដែលគាត់ប្រើប្រាស់ផលិតផលកែច្នៃឬក៏សម្ភារៈកែច្នៃហើយមកតាក់ទងនឹងចំណុចកណ្ដាលដែលនិយាយពីចុះពេលគាត់ប្រើផលិតផលហ្នឹងទៅគាត់ចង់ទទួលអារម្មណ៍អីគេជួនកាលគាត់អាចថាពេលគាត់ប្រើផលិតផលហ្នឹងទៅគាត់មានអារម្មណ៍ថាស្អាតតនសម័យ trendy អញ្ចឹងទៅអាចថាអារម្មណ៍ហ្នឹងមួយគាត់ចង់ទទួលបានមួយទៀតអាចថាគាត់ទិញមួយគាត់អាចប្រើបានច្រើនឆ្នាំវាជាប់បានយូរប្រើបានយូរហើយមួយទៀតអាចថាងាយយកតាមខ្លួនហើយប្រើបានច្រើនយ៉ាងមានមុខងារអាចប្រើបានច្រើនយ៉ាងអញ្ចឹងអាចថាជាអារម្មណ៍មួយដែលគាត់ចង់ទទួលបានហើយមកលើផ្នែក social ថាតើគាត់ចង់ឲ្យគេឃើញគាត់នឹងថាជាអ្នកប្រើប្រាស់ប្រភេទម៉េចហ្នឹងប្រហែលជាគាត់អាចចង់ឲ្យគេឃើញមកគាត់ថាជាអ្នកដែលប្រើប្រាស់គ្រប់គ្រងផលិតផលក្នុងស្រុកទី1មួយទៀតអាចថាគាត់ជាអ្នកដែលជួយបរិស្ថានឬក៏សង្គមអីចឹងទៅហើយនឹងមួយទៀតអាចថាគាត់ចង់ឲ្យគេឃើញគាត់ថាជាអ្នកប្រើប្រាស់ដែលមើលទៅជាសាមញ្ញទេប៉ុន្តែស៊ីវិល័យអញ្ចឹងទាំងអស់ហ្នឹងអាចជា job to be done របស់ក្រុមអតិថិជនដែលយើងកំណត់មកហ្នឹងមាន2ក្រុម Q ហើយនិងបៃតងហ្នឹងហើយក្នុងហ្នឹងពេលបងធ្វើនៅ platform ទី1របស់យើងគឺបងត្រូវចុច tick ជ្រើសរើស select មិនយកទាំងអស់ទេណាបង select ថាតើមានប្រមាណដែលបងគិតថាសំខាន់ឬក៏អតិថិជនយើងហ្នឹងឲ្យតម្លៃខ្លាំងជាងគេអញ្ចឹងបងរើសមក3 4អីចឹងមកសម្រាប់ក្រុមអតិថិជនមួយដូចក្នុងនេះឧទាហរណ៍រើស4មាន tick នេះ1 2 3 4ហើយសម្រាប់ក្រុមអតិថិជនអ្នកប្រើប្រាស់ផ្ទាល់បរទេសនេះរើសតែ2ទេ1 2អូខេចូល slide បន្ទាប់តកតងទៅនឹងឥឡូវយើងទទួលបានយើងដឹងពី job to be done ហើយរបស់ក្រុមអតិថិជនរបស់យើងឥឡូវយើងមកមើលទៅលើនឹងការលំបាកឬក៏ចំណុចឈឺចាប់ pain ឬក៏ benefit របស់អតិថិជនដែលគាត់ចង់បាន
កន្លែងនេះយើងនឹងនិយាយអំពីការលំបាកឬក៏ចំណុចឈឺចាប់ឬក៏ផលទទួលបាន pain ឬក៏ benefit សម្រាប់ក្រុមអតិថិជនគោលដៅនីមួយៗក្នុងនោះមានដូចដដែលនឹងអញ្ចឹងដូចពីខាងដើមមកអញ្ចឹងគឺមានអ្នកលក់សម្ភារៈកែច្នៃបោះដុំហើយនឹងអ្នកប្រើប្រាស់ផ្ទាល់បរទេសយើងយកអាជីវកម្មសម្ភារៈកែច្នៃមកដដែលអញ្ចឹងក្នុងហ្នឹងគឺយើងមានចែកជាពីរផ្នែកខាងឆ្វេងនេះគឺជាផ្នែក pain ដូចឃើញនេះអញ្ចឹង pain ការឈឺចាប់ចំណុចលំបាកផ្សេងហើយខាងស្ដាំនេះមកក្រុមនេះគឺជា benefit មានផលទទួលបាន benefit តែក្នុងហ្នឹងទាំង pain និង benefit គឺយើងគិតគូរយើងកំណត់វាតាមពណ៌មានន័យថាតាមក្រុមអតិថិជនដដែល Q គឺសម្រាប់ក្រុមអតិថិជនអ្នកលក់សម្ភារៈកែច្នៃបោះដុំហើយបៃតងសម្រាប់ក្រុមអតិថិជនអ្នកប្រើប្រាស់ផ្ទាល់អញ្ចឹងនៅក្នុងហ្នឹងសម្រាប់អាជីវកម្មហ្នឹងហើយនឹងក្រុមអតិថិជនហ្នឹងអាចនិយាយបានថា pain ការលំបាករបស់ក្រុមអតិថិជនអ្នកលក់សម្ភារៈកែច្នៃបោះដុំអាចមានឧទាហរណ៍ដូចជាទី1ផលិតផលផ្គត់ផ្គង់ហ្នឹងមិនគ្រប់គ្រាន់មិនទៀងទាត់អានឹងជាបញ្ហាមួយដែលគាត់ជួបសម្រាប់អ្នកលក់បោះដុំពេលគាត់ទិញសម្ភារៈពីអ្នករកស៊ីមួយគ្នាហ្នឹងគេផ្គត់ផ្គង់ឲ្យអត់គ្រប់អត់ទៀងទាត់ចឹងទៅមួយទៀតអាចថាពេលដែលទិញក្នុងបរិមាណច្រើនគុណភាពធ្លាក់ចុះហ្មងអត់មានអីធានាគុណភាពឲ្យទេពិបាកតាមដានពិបាកធានារឿងគុណភាពហ្នឹងហ្មងជាពិសេសពេលទិញក្នុងបរិមាណច្រើនមួយទៀតអាចពេលដែលគាត់រកស៊ីហ្នឹងគឺវាអត់ស្មោះត្រង់មានន័យថាអ្នកដែលគាត់រកស៊ីជាមួយហ្នឹងអាចថាមិនគាត់អត់យកម៉ួយប៉ុន្តែទៅរត់តាមតម្លៃទីផ្សារវិញហៅមកថារកស៊ីសន្យាលក់មួយគ្នាចឹងទៅតម្លៃប៉ុណ្នេះចឹងទៅស្រាប់លេងពួយតម្លៃទីផ្សារឡើងចុះឬក៏មិនអ្នកដែលធ្លាប់គត់គង់សម្ភារៈកែច្នៃឲ្យគាត់ហ្នឹងទៅជាបដូរទៅលក់ឲ្យអ្នកផ្សេងដោយសារលក់បានថ្លៃខ្ពស់ជាងច្រើនជាងចឹងទៅលក់ឲ្យអ្នកផ្សេងវិញចឹងវាអត់មានអាភាពស្មោះត្រង់អត់មានអាគំនិត mindset មួយថាធ្វើម៉េចធ្វើទៅរក្សាម៉ួយសំខាន់ជាងអាតម្លៃឡើងចុះបដោះអាសន្នហ្នឹងវាអត់មានអាហ្នឹងអញ្ចឹងទៅធ្វើឲ្យជា pain មួយសម្រាប់ក្រុមអតិថិជនអ្នកលក់សម្ភារៈកែច្នៃបោះដុំនឹងដែរហើយបើត្រឡប់មកមើលតកតងនឹងសារៈប្រយោជន៍ benefit ឬក៏ផលទទួលបានសម្រាប់ក្រុមអតិថិជនអ្នកលក់សម្ភារៈកែច្នៃបោះដុំហ្នឹងគឺអាចមានអីគេអាចថាអូខេគាត់ចង់បាន benefit ហ្នឹងបែបម៉េចគឺគាត់ចង់ឲ្យធានាផ្គត់ផ្គង់គ្រប់មិនយឺតយ៉ាវគាត់ចង់បាន benefit អញ្ចឹងហើយមួយទៀតអាចថាគាត់ចង់ឲ្យធានាគុណភាពក្នុងបរិមាណច្រើនទៀងទាត់មានន័យថាមិនថាទិញច្រើនប៉ុណ្ណាទេគឺធានាគុណភាពឲ្យហើយអាចធានាបានជាប្រចាំជានិច្ចហ្មងអត់មានមកម្ដងគុណភាពល្អម្ដងគុណភាពអត់ល្អអញ្ចឹងណាអានឹងជាអាចថា benefit មួយទៀតដែលគាត់ចង់មានចង់ទទួលបានហើយក្នុងនឹងដែរអាចថាគាត់ចង់ទទួលបាន benefit មួយទៀតគឺបើរកស៊ីជាមួយយើងគឺគាត់ចង់ឲ្យមាន benefit មួយគឺសេវាកម្មល្អយើងមាន mindset មួយរាប់ម៉ួយប៉ុន្តែមិនមែនតាមតម្លៃទីផ្សារទេយើងធ្វើម៉េចរក្សារាប់ម៉ួយរក្សាចំណងមិត្តភាពរកស៊ីជាមួយគ្នានឹងមិនកលាស់សម្ដីឧទាហរណ៍ណាគាត់ចង់បាន benefit អញ្ចឹងហើយមួយទៀតអាចថាលក្ខខណ្ឌទូទាត់ប្រាក់ហ្នឹងល្អមានភាពបត់បែនអាចជួយដល់គាត់មានន័យថាឧមាបើគាត់មករកស៊ីមួយយើងអាចថាអត់អីខ្ញុំអាចមានលក្ខខណ្ឌពិសេសឲ្យបងសម្រាប់ការទូទាត់ប្រាក់អាចថា30ថ្ងៃក្រោយចាំយកទូទាត់ប្រាក់ឬក៏អីចឹងតាមយើងចរចាគ្នាគាត់ចង់ទទួលបាន benefit អញ្ចឹងមួយទៀតអាហ្នឹងសម្រាប់ QQ ហ្នឹងគឺទាំង pain ទាំង benefit សម្រាប់អ្នកលក់សម្ភារៈកែច្នៃបោះដុំបកមកមើលអ្នកប្រើប្រាស់ផ្ទាល់បរទេសវិញគឺយើងសិក្សាដូចគ្នាអញ្ចឹងថាតើ pain របស់គាត់អីគេខាងនេះហើយ benefit របស់គាត់អីគេខាងនេះអញ្ចឹង pain របស់គាត់អាចថាអូខេ pain មួយហ្នឹងគឺអត់សូវមាន mode សម្បូរបែបអាហ្នឹងជា pain មួយជាការលំបាកមួយនៅពេលដែលអ្នកប្រើប្រាស់ផ្ទាល់បរទេសហ្នឹងគាត់ចង់ប្រើសម្ភារៈកែច្នៃគឺគាត់ជួបបញ្ហាជួប pain នឹងមួយគឺអត់សូវមាន mode សម្បូរបែបមួយទៀតអាចថាគាត់ប្រើប្រាស់ហ្នឹងមិនសូវជាប់បានយូរសម្ភារៈកែច្នៃហ្នឹងពេលដែលគាត់ទិញទៅប្រើទៅវាអត់សូវជាប់បានយូរអញ្ចឹងទៅអាហ្នឹងអាចជា pain របស់គាត់មួយទៀតឬក៏មួយទៀតសម្ភារៈកែច្នៃហ្នឹងវាមិនសូវស្អាត premium មើលទៅណាអាហ្នឹងក៏អាចជា pain មួយទៀតរបស់គាត់ហើយបើកលេចមកមើលសារៈប្រយោជន៍ឬក៏ផលទទួលបាន benefit របស់ក្រុមអតិថិជនអ្នកប្រើប្រាស់ផ្ទាល់បរទេសហ្នឹងអាចថាអូខេទី1មានជំរើស mode ច្រើនអាហ្នឹងជា benefit ដែលគាត់ចង់មានមួយពេលដែលគាត់មកហាងយើងគាត់មកធ្វើអាជីវកម្មឬក៏ទិញពីអាជីវកម្មរបស់យើងគឺទទួលបាន benefit មួយគឺគាត់មានជំរើស mode ច្រើនអាចរើស
ទី2 benefit មួយទៀតអាចថាអាជីវកម្មរបស់យើងហ្នឹងគឺធានាថាមានគុណភាពរចនាឲ្យប្រើបានជាប់យូរផលិតផលដែលយើងមានសម្ភារៈកែច្នៃដែលយើងធ្វើហ្នឹងគឺគុណភាពរចនាមកធ្វើម៉េចឲ្យប្រើបានយូរអញ្ចឹងគាត់ទទួលបាន benefit ហ្នឹងមួយទៀតហើយអាចថាមួយទៀតការរចនាផលិតផលរបស់យើងហ្នឹងគឺមានភាពច្នៃប្រឌិតហើយមើលទៅ premium អញ្ចឹង benefit ហ្នឹងក៏អាជីវកម្មយើងផ្ដល់ឲ្យអតិថិជនបរទេសអ្នកប្រើប្រាស់ផ្ទាល់បរទេសនឹងបានដែរអាចថា benefit មួយទៀតអូខេយើងរចនាធ្វើផលិតផលរបស់យើងនឹងសម្រាប់លក់ឲ្យអ្នកប្រើប្រាស់ផ្ទាល់បរទេសនឹងធ្វើម៉េចឲ្យគាត់ងាយស្រួលយកតាមខ្លួនហើយប្រើបានច្រើនយ៉ាងអញ្ចឹងក៏អាចជា benefit មួយទៀតដែរគាត់រំពឹងចង់ទទួលបានដែរអញ្ចឹងសរុបមកវិញក្នុង slide នេះគឺបង្ហាញឲ្យឃើញហើយថាតើមាន pain និង benefit អីគេខ្លះសម្រាប់ក្រុមអតិថិជនដែលយើងកំណត់មកនីមួយដែលមានពណ៌ខៀវនេះអ្នកលក់សម្ភារៈកែច្នៃបោះដុំហើយនឹងពណ៌បៃតងនេះគឺជាក្រុមអតិថិជនអ្នកប្រើប្រាស់ផ្ទាល់បរទេសអញ្ចឹងទាំងអស់នេះពេលបងចូលក្នុង platform module ទី2គឺវាយកមកពីចម្លើយដែលបងដាក់នៅក្នុង module ទី1កន្លែងទៅនេះគឺវាទាញយកមកឲ្យបងវិញពេលនៅក្នុង module ទី1បងក៏ត្រូវចុចរើសដែរថាសម្រាប់ pain តើបងរើសយក pain ណាខ្លះដែលសំខាន់ខ្លាំងសម្រាប់ក្រុមអតិថិជននីមួយៗហ្នឹងហើយ benefit ណាខ្លះសំខាន់ខ្លាំងសម្រាប់ក្រុមអតិថិជននីមួយៗហ្នឹងដូចក្នុងនេះឧទាហរណ៍សម្រាប់ពណ៌ខៀវក្រុមអតិថិជនអ្នកលក់សម្ភារៈកែច្នៃបោះដុំហ្នឹងខ្ញុំជ្រើសរើសយើងជ្រើសរើសយក2អានេះ1នេះ1ហើយសម្រាប់ក្រុមអ្នកប្រើប្រាស់ផ្ទាល់បរទេសយើងរើសយក pain នេះ1ហើយនិង pain នេះ1ខាង benefit វិញគឺឃើញ tick នេះយើងរើស3សម្រាប់ក្រុមអតិថិជនខៀវក្រុមអតិថិជនពណ៌បៃតងនេះគឺយើងរើសយក4នេះមាន tick 4នេះបាទអញ្ចឹងកន្លែងនេះខ្ញុំចង់បញ្ជាក់បងឆ្ងល់ហើយថាយើងសិក្សាពី pain ពី job to be done ពី benefit ហ្នឹងដើម្បីអីគឺវាមានពាក់ព័ន្ធគ្នាជាមួយនឹង features អាហ្នឹងបកមកខ្មែររៀងពិបាកយល់តិចប៉ុន្តែខ្ញុំនឹងប្រើពាក្យអង់គ្លេសនឹងបដ ாய் ទៅ features ហ្នឹងគឺសំដៅលើផលិតផលឬក៏សេវាកម្មរបស់យើងជា feature របស់ផលិតផលឬក៏សេវាកម្មរបស់យើងហើយ feature ហ្នឹងវាពាក់ព័ន្ធអីគេជាមួយនឹង pain ជាមួយនឹង benefit អញ្ចឹងដើម្បីឲ្យយល់ដូចឃើញក្នុងរូបនេះអញ្ចឹងពេលដែលយើងកំណត់ឃើញ pain របស់ client របស់ customer អតិថិជនក្រុមអតិថិជនរបស់យើងអម pain កំណត់បាន pain ហ្នឹងមកយើងត្រូវសួរថាតើយើងត្រូវអភិវឌ្ឍបង្កើតឲ្យចេញ feature អីគេដាក់ features អីគេខ្លះទៅក្នុងផលិតផលឬក៏សេវាកម្មរបស់យើងដើម្បីទទួលបានឬក៏បង្កើតបាន benefit បែបនេះឲ្យ client របស់យើងដូចក្នុងនេះអញ្ចឹងខ្ញុំលើកឧទាហរណ៍ pain សម្រាប់ pain ការលំបាករបស់អតិថិជនរបស់យើងហ្នឹងឧទាហរណ៍អានេះឧទាហរណ៍មួយចុះអានេះជាភាសាអង់គ្លេសខ្ញុំបកមកខ្មែរថាបណ្ណាល័យបិទលឿនពេកឆាប់បិទពេកអញ្ចឹងបើសិនជាអ្នកដែលបង្កើតផលិតផលឬក៏សេវាកម្មការងារអាជីវកម្មតាក់ទងនឹងបណ្ណាល័យតាក់ទងអីហ្នឹងគាត់ឃើញ pain របស់ customer មួយហ្នឹងគឺបណ្ណាល័យគឺឆាប់បិទពេកបិទលឿនពេកអញ្ចឹងហើយគាត់បង្កើតឲ្យមាន feature មួយទៅក្នុងសេវាកម្មឬក៏ផលិតផលការរកស៊ីបណ្ណាល័យរបស់គាត់អាជីវកម្មរបស់គាត់ហ្នឹងគឺគាត់បើក24ម៉ោងជា feature មួយបើក24ម៉ោងតែអាហ្នឹងវាបង្កើត benefit អីគេឆ្លើយតបទៅ pain របស់ client យើងហ្នឹងគឺវាអនុញ្ញាតឲ្យគាត់មាន benefit ទទួលបាន benefit មួយគឺសិស្សឬក៏អតិថិជនគាត់ហ្នឹងអាចរៀនបានពេញមួយយប់តែម្ដងអាហ្នឹងវាពាក់ព័ន្ធគ្នាអញ្ចឹងហ៎បងឧទាហរណ៍បន្ទាត់ទី2នេះអូខេតាក់តងអានេះមហាអាជីវកម្មលក់សម្ភារៈឬក្មេងលេងថយអីមួយចោះអញ្ចឹងបញ្ហាមួយដែលអតិថិជន client ជួបហ្នឹងគឺភាគច្រើនបាត់ផ្នែកនិយាយទៅទិញថយហ្នឹងមកវាអត់មានវាបាត់ផ្នែកនេះបាត់ផ្នែកនោះអញ្ចឹងទៅលេងអត់កើតអានឹងជា pain មួយដែលអតិថិជនជួបហើយដល់បងអ្នករកស៊ីអាជីវកម្មលក់ថយហ្នឹងបងរកឃើញ pain ហ្នឹងហើយបងបង្កើតជា feature មួយបងថាអូខេធ្វើឲ្យបាត់តេរីឲ្យថ្មនិយាយទៅបន្ថែមថ្មឲ្យអតិថិជនជួនកាលអាចថា pain ហ្នឹងគឺពេលគាត់ទិញមកអត់មានថ្មទេអញ្ចឹងគាត់ទិញមកភ្លាមលេងអត់បានភ្លាមអញ្ចឹងដល់ពេលបងឃើញ pain ហ្នឹងហើយបងបង្កើតអាជីវកម្មគឺគាត់បងបង្កើត feature មួយគឺបងដាក់ថ្មឲ្យហ្មងទិញមកគឺមានថ្មស្រេចអញ្ចឹងវាជួយឲ្យមានបង្កើត benefit អីគេសម្រាប់ customer គឺពេលដែលគាត់ទិញ product ទិញ toy ហ្នឹងមកគាត់លេងបានហ្មងអញ្ចឹងបានន័យថាបងដឹង feature ហ្នឹងដោយសារបងស្គាល់ pain ពេលដឹងថា pain ហ្នឹងហើយបងរកដំណោះស្រាយអូខេដាក់ feature នេះបញ្ចូលក្នុងសេវាកម្មឬក៏ផលិតផលរបស់បងទៅវានឹងបង្កើតឲ្យចេញជា benefit មក
ឧទាហរណ៍មួយទៀតអាចថាតាក់ទងការតាក់ស៊ីឬក៏សេវាកម្មហូតែលអីចុះអូខេអញ្ចឹង pain មួយដែល customer ជួបអាចថានិយាយទៅតាក់ស៊ីសេវាកម្មតាក់ស៊ីយឺតអានឹងជា pain មួយអញ្ចឹងបងដែលធ្វើអាជីវកម្មទៅលើការដឹកអ្នកដំណើរផ្សេងៗហ្នឹងបងមើលឃើញ pain ហ្នឹងបងបង្កើតជា feature មួយគឺធ្វើម៉េចឲ្យអាម៉ោងដែលបងមកយកភ្ញៀវហ្នឹងលឿនឲ្យលឿនហ្មងចឹងហើយពេលដែលបងបង្កើត feature ហ្នឹងទៅក្នុងសេវាកម្មរបស់បងធ្វើឲ្យមាន benefit អីគេគឺឲ្យអតិថិជនឬក៏ភ្ញៀវរបស់បងហ្នឹងទៅដល់ទីតាំងឆាប់រហ័សអាហ្នឹងជា benefit ដែលភ្ញៀវទទួលបានហើយចុងក្រោយគេអាចថាជាផលិតផលសុខភាពអីមួយចោះដែល pain របស់ client ឬក៏ customer ដែលជួបហ្នឹងគឺគាត់ឡើងទម្ងន់គាត់លើសទម្ងន់អាហ្នឹងជា pain មួយដែលគាត់មានអញ្ចឹងបងឃើញអាហ្នឹងបងក៏ថាអូខេអញ្ចឹងខ្ញុំធ្វើផលិតផលមួយហ្នឹងដែលខ្ញុំមាន feature មួយអាចឲ្យអតិថិជនអ្នកប្រើផលិតផលហ្នឹងគាត់អាចស្រកគីឡូបាន10គីឡូហើយអញ្ចឹងតើ feature ដែលឲ្យគាត់ស្រក10គីឡូហ្នឹងវាបង្កើតឲ្យមាន benefit អីគេសម្រាប់អ្នកប្រើសម្រាប់ភ្ញៀវគឺធ្វើឲ្យគាត់មានអារម្មណ៍ថាសុខភាពល្អហើយស្រួលឧទាហរណ៍នេះគេលេងសើចបន្តិចអាចថាគាត់ចង់បានសង្សារឬក៏អីចឹងទៅអញ្ចឹងមានអារម្មណ៍សុខភាពល្អហេងសយអាចមានសង្សារដោយសារគាត់ស្រក10គីឡូចា៎នេះជាឧទាហរណ៍4ផ្សេងគ្នាដើម្បីបង្ហាញអំពីទំនាក់ទំនងរវាង pain ការឈឺចាប់ការលំបាកផ្សេងៗរបស់ client របស់យើងរបស់ customer របស់យើងហើយតើ feature គេដែលយើងគួរតែប្រើគួរតែបង្កើតឲ្យមានដើម្បីដោះស្រាយ pain ហ្នឹងបំបត្តិ pain ហ្នឹងឲ្យចេញទៅជា benefit វិញអូខេនេះ feature ដែលតាក់ទងភ្ជាប់ទៅនឹងអាជីវកម្មឧទាហរណ៍ខាងដើមដែលយើងនិយាយអំពីអាជីវកម្មសម្ភារៈកែច្នៃអញ្ចឹងដូចបងឃើញនេះបើចូលទៅក្នុង platform បងនឹងឃើញស្តៀង slide ហ្នឹងអញ្ចឹងpain ហើយ benefit នេះនឹងត្រូវបានយកមកពី slide មុនមានន័យថាពេលដែលបងបំពេញពីខាងដើមហ្នឹងវាយកមកដាក់បន្តឲ្យបងអញ្ចឹងមកអានេះអាពណ៌ហ្នឹងអត់មានត្រូវបំពេញអីទៀតទេអាហ្នឹងគឺវាយកមកដាក់អូតូឲ្យបងអញ្ចឹងមាន pain នៃគេខ្លះបងចាំទេថាពេលដែលយើងនៅ slide មុនសិក្សាពី pain ហើយ benefit ហ្នឹងយើងជ្រើសរើសយើងធ្វើការជ្រើសរើសដូច្នេះហើយនេះពេលបងជ្រើសរើសចុច tick នេះហ្នឹងក្នុងអាពណ៌ខៀវនេះបង tick pain 2ហើយជាមួយនឹង benefit 3អញ្ចឹងដល់ពេលចូលមកដល់ចំណុចនេះគឺវារើសយក pain 2 benefit 3 QQ ហ្នឹងយកមកឲ្យបងដូចគ្នាមានន័យថាបងជ្រើសរើសប្រមាណវាយកមកដាក់ឲ្យបងនៅក្នុងវគ្គនេះហ្នឹងប៉ុណ្ណឹងដូចគ្នាដែរសម្រាប់ពណ៌បៃតងអ្នកប្រើប្រាស់ផ្ទាល់បរទេសហ្នឹងក៏ដូចគ្នាដែរដោយសារមុនហ្នឹងយើងរើសយក2សម្រាប់ pain ហើយរើសយក4នេះសម្រាប់ benefitចឹងដាក់មកហ្នឹងដើម្បីឲ្យបងមានជា reference អាចផ្ទៀងផ្ទាត់មើលថាឥឡូវនេះខ្ញុំមាន pain អញ្ចឹងហើយអតិថិជនខ្ញុំចង់បាន benefit អញ្ចឹងតើខ្ញុំគួរតែមានធ្វើ feature អីគេខ្លះខាងលើនេះអាខាងលើសហ្នឹងហើយជាអីដែលបងត្រូវសរសេរបំពេញអូខេអញ្ចឹងឧទាហរណ៍តាក់ទងអាជីវកម្មសម្ភារៈកែច្នៃរបស់យើងអាចថា feature ដែលយើងឬក៏អ្នកប្រើប្រាស់យើងចង់អាចថាជួយដោះស្រាយ pain របស់ពួកគាត់ហើយផ្ដល់ទៅជា benefit បង្កើតជា benefit ឲ្យដូចអញ្ចេះបានហ្នឹងគឺឧទាហរណ៍ feature មួយគេមានកម្មវិធីគ្រប់គ្រង stock ឬក៏ការកុម្ម៉ង់ទិញមុនអាហ្នឹងជា feature មួយដែលយើងអាចបង្កើតឲ្យមាននៅក្នុងអាជីវកម្មឬក៏សេវាកម្មឬក៏ផលិតផលអាជីវកម្មលក់សម្ភារៈកែច្នៃរបស់យើងហ្នឹងគឺយើងបង្កើតឲ្យមាន feature ឬក៏ការងារមួយហ្នឹងគឺធ្វើម៉េចឲ្យមានកម្មវិធីគ្រប់គ្រង stock ឬក៏កុម្ម៉ង់ទិញមុនហេតុអីតើអា feature ហ្នឹងវាជួយដោះ pain មួយណាគឺ pain ដែលថាផលិតផលផ្គត់ផ្គង់មកមិនគ្រប់គ្រាន់ហើយអត់ទៀងទាត់សោះចឹងពេលយើងបង្កើតឲ្យមាន feature នៅក្នុងអាជីវកម្មរបស់យើងថាមានកម្មវិធីគ្រប់គ្រង stock ឬក៏កុម្ម៉ង់ទិញមុនហ្នឹងវាធ្វើឲ្យយើងជួយអីគេយើងដឹងថាយើងមាន stock គ្រប់អត់ហើយណាគេកុម្ម៉ង់ប្រមាណធ្វើម៉េចយើងបង្កើនការផលិតឲ្យទាន់ពេលវេលាឲ្យគ្រប់គ្រាន់សម្រាប់គាត់យើងធានាអាហ្នឹងឲ្យគាត់បាននៅពេលដែលយើងមាន feature មានកម្មវិធីគ្រប់គ្រង stock ឬក៏កុម្ម៉ង់ទិញមុនហ្នឹងអញ្ចឹងណាអាហ្នឹង feature ហ្នឹងវាអញ្ចឹងវាជួយដោះ pain មួយដែលថាផលិតផលផ្គត់ផ្គង់អត់គ្រប់អត់ទៀងទាត់មួយទៀតអាចថាfeature មួយទៀតមានការប្រើប្រាស់ម៉ាស៊ីនស្វ័យប្រវត្តិនិងការត្រួតពិនិត្យគុណភាពដើម្បីអីគេអាហ្នឹងដើម្បីដោះ pain អីគេ feature ហ្នឹងពេលដែលប្រើម៉ាស៊ីនស្វ័យប្រវត្តិនិងការត្រួតពិនិត្យគុណភាពហ្នឹងវាជួយឲ្យបងធានាថាបងផលិតមកបានក្នុងបរិមាណគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ទៅអតិថិជនក្រុមអតិថិជនរបស់បងរួចហើយការត្រួតពិនិត្យគុណភាពហ្នឹងគឺ
មានដូច SOP អញ្ចឹង standard operation procedure ហ្នឹងសម្រាប់ឲ្យបងធ្វើ quality check for quality control រហូតថាពេលដែលយើងផលិតក្នុងបរិមាណច្រើនហ្នឹងតើត្រូវ check មើលអីខ្លះធ្វើម៉េចធានាគុណភាពឲ្យវាល្អរហូតកុំឲ្យវាម្ដងល្អវាម្ដងអត់ល្អអញ្ចឹងពេលដែលបងមាន feature ហ្នឹងនៅក្នុងអាជីវកម្មរបស់បងអាចថាជា technology ឬក៏ពេលខ្លះគ្រាន់តែជា protocol ក្នុងការធ្វើការងារហ្នឹងគឺវានឹងជួយឲ្យបងអាចដោះអា pain ហ្នឹងឲ្យអតិថិជនរបស់បងបានហើយទៅសម្រេចអីគេទៅសម្រេច benefit គឺ benefit អីគេអាចជួយឲ្យធានាថាផ្គត់ផ្គង់គ្រប់មិនយឺតយ៉ាវហើយធានាថាគុណភាពល្អទោះជាបរិមាណទិញច្រើនក៏ដោយ benefit មួយទៀតអាចថាអូខេលក្ខខណ្ឌទូទៅទូទាត់ប្រាក់ពិសេសសម្រាប់ម៉ួយចាស់អាហ្នឹងបងបង្កើត feature នឹងមួយទៀតថាអូខេអ្នករកស៊ីមួយខ្ញុំនឹងមាន feature នឹងមួយ feature ដែលថាអាចថាឲ្យគាត់មានលក្ខខណ្ឌពិសេសទូទាត់ប្រាក់មួយចាស់ហើយអាហ្នឹងវាដោះបញ្ហាគេវាដោះបញ្ហាដែលថាក្នុងនេះយើងក៏ពិតយើងអត់រើសបញ្ហានឹងមកទេអញ្ចឹងអត់អីទេអានេះគ្រាន់តែជា feature ខ្ញុំដាក់បន្ថែមឲ្យឃើញហើយអាចថា feature មួយទៀតមានក្រុមអ្នកជំនាញរចនាម៉ូដនិងក្រុមធ្វើ research and development R&D អាហ្នឹងវាពាក់ព័ន្ធនឹងពណ៌បៃតងក្រុមអតិថិជនពណ៌បៃតងគឺអ្នកប្រើប្រាស់ផ្ទាល់បរទេសនេះពេលដែលយើងមាន feature ឬក៏មានការអនុវត្តមួយដែលថាយើងមានក្រុមជំនាញរចនាម៉ូដនិងក្រុម R&D វាជួយឲ្យយើងដោះ pain មួយដែលថាអត់សូវមានម៉ូដសម្បូរបែបឬក៏ប្រើប្រាស់ទៅវាមិនសូវជាប់យូរអញ្ចឹងដល់ពេលយើងមានអ្នកជំនាញរចនាម៉ូដអាចរចនាបង្កើត benefit អីគេពេលដែលយើងមាន feature ហ្នឹងគឺបង្កើត benefit មានជំរើសម៉ូដច្រើនបង្កើត benefit និយាយទៅគុណភាពរចនាមកឲ្យប្រើបានយូរដោយសារយើងមានក្រុមធ្វើ research and development នេះអញ្ចឹងរកឃើញ technology អីថ្មីអីចឹងទៅវាភ្ជាប់នឹងអាចថា feature មួយទៀតនេះប្រើប្រាស់បច្ចេកវិទ្យាចុងក្រោយដើម្បីធានាភាពជាប់ធន់ជា feature ជាការងារមួយទៀតដែលបងដាក់បញ្ចូលក្នុង product ឬក៏ service របស់បងហ្នឹងដើម្បីបង្កើតឲ្យមានថាគុណភាពរចនាមកគឺធ្វើមកជាប់បានយូរហើយមកចំកន្លែង feature មួយទៀតនេះអាចថានិយាយទៅធ្វើ test សិក្សាចំណាប់អារម្មណ៍អតិថិជនជាប់ជាប្រចាំតែម្ដងអញ្ចឹងអាហ្នឹងជា feature មួយជាការងារមួយដែលបងអាចថាធ្វើទៅដើម្បីដោះឲ្យគេដោះបញ្ហាដែលថាតើមានចំណុចខ្វះខាតអីគេអញ្ចឹងមកថាធ្វើទៅរកឃើញអតិថិជនចង់ឲ្យងាយយកតាមខ្លួនអញ្ចឹងបងអាចរចនាកែច្នៃផលិតផលរបស់បងហ្នឹងឲ្យកាន់តែស្អាតឲ្យកាន់តែត្រូវចិត្តអតិថិជនបើគាត់ថាចង់បានដាក់តាមខ្លួនស្រួលគឺបងច្នៃឲ្យវាដាក់តាមខ្លួនស្រួលអញ្ចឹងអាហ្នឹងអាចថាជា feature ទាំងអស់ហ្នឹងជា feature សម្រាប់ឲ្យបងអាចកែប្រែពី pain ទៅជា benefit ឲ្យអតិថិជនគោលដៅឬក៏ក្រុមអតិថិជនរបស់បងនីមួយអូខេហើយចំណុចនេះខ្ញុំចង់បង្ហាញថាតើចំណុចបន្ទាប់យើងនឹងនិយាយពី attribute តែមុនចូលដល់ attribute ខ្ញុំចង់បង្ហាញបន្តិចថា attribute នឹងហើយនឹង feature នឹងវាពាក់ព័ន្ធគ្នាមិនអញ្ចឹងបើបងមើលក្នុង diagram នេះវាស្តៀងអា diagram ខ្ញុំបង្ហាញពីមុននេះដែរទេគ្រាន់តែយើងបន្ថែមមួយចំណុចក្នុងនេះវាមាន pain មាន feature ហើយនិង benefit តែក្នុងនេះយើងបន្ថែម attribute មួយទៀតអញ្ចឹងទាំងអស់ហ្នឹងវាពាក់ព័ន្ធគ្នាមិនពេលដែលយើងកំណត់បាន pain របស់ client របស់ customer អតិថិជនរបស់យើងហើយកំណត់បានថាតើមាន benefit អីគេគាត់ចង់ទទួលបានរបស់ client របស់យើងរបស់ customer អតិថិជនរបស់យើងហ្នឹងយើងនឹងអាចកំណត់ហើយគិតមើល research មើលថាតើយើងគួរតែបង្កើតឲ្យមាន feature អីគេទៅលើ your offer ទៅលើ product ឬក៏សេវាកម្មរបស់យើងហ្នឹងឲ្យវាដោះអា pain របស់ client របស់យើងនេះធ្វើវាឲ្យមកជា benefit អូខេពេលបងបាន benefit របស់ client ហើយយើងគិតមកចំណុចទៀតទៅលើ attribute ថាតើតាម benefit ទាំងអស់ហ្នឹងវាចេញបង្កើតបានជាឬក៏ផលិតផលឬក៏សេវាកម្មរបស់យើងមាន attribute ជាក់លាក់អីគេខ្លះទៀតដែលឆ្លើយតបឬក៏ត្រូវគ្នាជាមួយនឹង benefit ដែលគាត់ចង់ទទួលបានអញ្ចឹងខ្ញុំលើកឧទាហរណ៍ benefit ដែលយើងបានខ្ញុំលើកឧទាហរណ៍ពីដើមមកដែរហ្នឹងអតិថិជនគាត់ចង់អាចរៀនបានពេញមួយយប់តែម្ដងអញ្ចឹងដល់ពេលមក attribute អញ្ចឹងខ្ញុំបញ្ជាក់តិច attribute ហ្នឹងវាជាចំណុចជាក់លាក់ដែលបង្ហាញអំពីផលិតផលឬក៏សេវាកម្មរបស់យើងហើយចំណុចជាក់លាក់មួយដែលយើងហៅថា attribute ហ្នឹងជាអ្វីដែល
អតិថិជនរបស់យើងយកទៅប្រៀបធៀបជាមួយអាជីវកម្មផ្សេងទៀតឬក៏ដៃគូប្រកួតប្រជែងរបស់យើងឧទាហរណ៍ benefit មួយគឺគាត់ចង់ study គាត់ចង់អាចថារៀនសូត្របានពេញមួយយប់អញ្ចឹង attribute ហ្នឹងយើងអាចនិយាយបានថាអូខេអីដែលផលិតផលឬសេវាកម្មរបស់យើងផ្ដល់ឲ្យមួយហ្នឹងគឺយើងបើក24ម៉ោងហើយ7ថ្ងៃមួយអាទិត្យហ្នឹងគឺបើករហូតហ្មងអញ្ចឹង24/7 opening hour ជា attribute មួយនៃសេវាកម្មឬក៏ផលិតផលរបស់យើងអញ្ចឹងទៅហើយមកដល់កន្លែងថានេះគាត់ចង់ឲ្យbenefit មួយហ្នឹងគឺទិញមកបើកប្រើបានភ្លាមហ្មងអញ្ចឹងអាហ្នឹងបើយើងនិយាយពី attribute កន្លែងហ្នឹង attribute ភាគច្រើនបើយើងបកជាពាក្យមកវាជាគុណនាមសេវាកម្មលឿនតម្លៃធូរថ្លៃខ្លាំងសេវាកម្មឬក៏ផលិតផលហ្នឹងគិតពីអតិថិជនខ្លាំងចំណេញពេលនិយាយទៅឲ្យតែបែបនិយាយមកចេញជាគុណនាមហ្នឹងអាហ្នឹងហើយជា attribute ដែលភ្ជាប់ជាមួយ benefit នេះមកបង្ហាញអំពីផលិតផលឬក៏សេវាកម្មរបស់យើងហើយហ្នឹងជាចំណុចដែលអតិថិជនយើងយកទៅប្រៀបធៀបជ្រើសរើសជាមួយនឹងអាជីវកម្មឬក៏ដៃគូប្រកួតប្រជែងយើងផ្សេងទៀតអញ្ចឹងមិញបកមកកន្លែង benefit ដែលថាទិញមកប្រើបានហ្មងហ្នឹងអូខេ attribute អាចថាតាក់ទងនឹងអូខេអាជីវកម្មឬក៏សេវាកម្មរបស់យើងហ្នឹងផ្ដល់ជូននៅការគិតគូរឬក៏សេវាកម្មម៉ត់ចត់បន្ថែម extra care and service ចំណុចហ្នឹងមួយជា attribute របស់សេវាកម្មរបស់យើងឬក៏ផលិតផលរបស់យើងហើយមកដល់មួយចំណុចនេះឧទាហរណ៍ផ្សេងនេះមួយទៀតអាចថាដែលគាត់ចង់ឲ្យមកដល់គោលដៅលឿនឬក៏មុនអញ្ចឹងអាហ្នឹង attribute អាចពាក់ព័ន្ធនឹងអីសន្សំសំចៃពេលវេលាអាហ្នឹងជា attribute មួយរបស់សេវាកម្មឬក៏ផលិតផលរបស់យើងពេលដែលគាត់ប្រើទៅគាត់អាចទទួលបាន attribute នឹងដែរហើយចំណុចឧទាហរណ៍ចុងក្រោយមួយទៀតនេះតកតនឹងចង់មានអារម្មណ៍ថាសុខភាពល្អត្រួលអាចបានសង្សាររកបានសង្សារអញ្ចឹងអាហ្នឹង attribute របស់សេវាកម្មឬក៏ផលិតផលរបស់យើងហ្នឹងអាចជាអីគេអាចថាពាក់ព័ន្ធទៅនឹងអាហារសុខភាពឬក៏លំហាត់ប្រាណសុខភាពយើងមានផ្ដល់ជាអាហារសុខភាពឬក៏លំហាត់ប្រាណសុខភាពជា attribute មួយអញ្ចឹងពេលដែលបងកំណត់ attribute ហ្នឹងយើងចូលមកឧទាហរណ៍របស់អាជីវកម្មសម្ភារៈកែច្នៃរបស់យើងវិញអញ្ចឹងពេលកំណត់ attribute ហ្នឹងស្តៀង slide មុនមួយទៀតដែរហ្នឹងគឺវាយក benefit ពីខាងដើមដែលយើងកំណត់ខ្ញុំបង្ហាញមុនហ្នឹងអញ្ចឹងសម្រាប់ពណ៌ខៀវអ្នកលក់សម្ភារៈកែច្នៃបោះដុំហ្នឹងមាន3ចំណុចនេះពេលដែលយើងធីកយកមកពីដើមទីហើយបៃតងនេះមាន4ចំណុចនេះគឺអ្នកប្រើប្រាស់ផ្ទាល់បរទេសហ្នឹងគឺយក4ហ្នឹងមកដើម្បីឲ្យយើងជា reference យើងយកមកជាអំណះអំណាងដើម្បីគិតមើលថាតើយើងគួរឲ្យផលិតផលសម្ភារៈកែច្នៃរបស់យើងហ្នឹងមាន attribute អីគេខ្លះដើម្បីឲ្យវាបង្កើតឬក៏ផ្សារភ្ជាប់ទៅនឹង benefit ដែលអតិថិជនតាមក្រុមមួយចង់ទទួលបាននេះអញ្ចឹងឧទាហរណ៍ attribute មួយដែលយើងចង់ឲ្យផលិតផលយើងមានសម្ភារៈកែច្នៃយើងមានអូខេតាក់ទងទៅនឹងចំណុចទំនុកចិត្តខ្ពស់លទ្ធភាពផ្គត់ផ្គង់ទំនុកចិត្តខ្ពស់ទៅលើលទ្ធភាពផ្គត់ផ្គង់យើងចង់និយាយពីចំណុចហ្នឹងមួយពេលដែលប្រើផលិតផលយើងគឺយើងចង់ឲ្យមាន attribute មួយហ្នឹងគឺតាក់ទងទៅនឹងបង្កើតឲ្យមានទំនុកចិត្តខ្ពស់ថាយើងផ្គត់ផ្គង់បានជាចំណុចមួយដែលយើងយកសម្រាប់មកវាស់វែងផលិតផលហើយអាហ្នឹងអតិថិជនគាត់អាចវាស់វែងចំណុចហ្នឹងនេះគាត់ប្រៀបធៀបផលិតផលយើងមួយផលិតផលផ្សេងទៀតសេវាកម្មរបស់ផលិតផលរបស់អាជីវកម្មផ្សេងទៀតត្រង់ចំណុចហ្នឹងនេះតាក់ទងនឹងទំនុកចិត្តទៅលើលទ្ធភាពផ្គត់ផ្គង់ហ្នឹងមិនដែរផលិតផលរបស់យើងមួយផលិតផលរបស់អាជីវកម្មឬក៏ដៃគូប្រកួតប្រជែងរបស់យើងattribute ដែលគាត់អាចប្រៀបធៀបបានមួយទៀតតាក់ទងការធានាគុណភាពមិនដែរបើប្រៀបធៀបអាជីវកម្មរបស់យើងទៅអាជីវកម្មផ្សេងត្រង់ចំណុច attribute ធានាគុណភាពហ្នឹងមិនដែរលើសខ្វះខុសគ្នាមិនអាចថាលក្ខខណ្ឌទូទាត់ប្រាក់ពិសេស attribute ហ្នឹងប្រៀបធៀបអាជីវកម្មយើងទៅដៃគូប្រកួតប្រជែងផ្សេងទៀតមើលទៅមិនដែរអាហ្នឹងអតិថិជនគាត់អ្នកប្រៀបធៀបតាមចំណុចមួយហ្នឹងណាមួយទៀតអាចថា attribute តាក់ទងនឹងសាប៊ូម៉ូតស្អាតប៉និតអីចឹងមិនដែរ attribute មួយហ្នឹងតើអាជីវកម្មគេផ្សេងទៀតមានសម្បូរម៉ូតស្អាតប៉និតដូចយើងនឹងដែរអត់ល្អជាងយើងឬក៏អត់សូវល្អជាងយើងអ
មួយទៀត attribute តាក់ទងនឹងគុណភាពល្អហើយជាប់បានយូរមិនដែរចំណុចហ្នឹង attribute មួយហ្នឹងថាតើអាជីវកម្មផ្សេងទៀតហ្នឹងត្រង់ចំណុចគុណភាពល្អជាប់បានយូរហ្នឹងបើ rate បើឲ្យជា rank ទៅគេលើយើងគេក្រោមយើងឬក៏ប្រហាក់ប្រហែលយើងអញ្ចឹង attribute ហ្នឹងគឺអញ្ចឹងជាចំណុចដែលផ្សារភ្ជាប់ជាមួយ benefit របស់យើងនេះអនុញ្ញាតឲ្យអតិថិជនគាត់ប្រៀបធៀបយើងទៅនឹងអាជីវកម្មផ្សេងទៀតបានអូខេអញ្ចឹងបកមកកន្លែង attribute នេះខ្ញុំ